របាំបរិយាទ្រព្យឬរបាំក្បាច់បុរាណគឺជាកេរដំណែលសិល្បៈមួយប្រភេទដ៏ពិសិដ្ឋដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយនិងមនុស្សជាតិទាំងអស់តាំងពីសម័យបុព្វកាលរហូតមកដល់សព្វថ្ងៃស្នាដៃសិល្បៈដ៏ពិសិដ្ឋមួយនេះបានបង្ហាញចេញយ៉ាងជាក់ច្បាស់នៃការច្នៃប្រឌិតនិងវិចិត្រកម្មដ៏ខ្ពង់ខ្ពស់អស្ចារ្យដែលប្រកបទៅដោយការប៉ិនប្រសប់ភាពវៃឆ្លាតការតស៊ូប្រឹងប្រែងភាពរុងរឿងជឿនលឿននិងសេចក្តីថ្លៃថ្នូររបស់ពូជសាសន៍ខ្មែររបាំក្បាច់បុរាណនេះគឺជាទម្រង់សិល្បៈបែបទេវៈនិងមានលក្ខណៈសក្ការៈទាំងអ្នកសម្ដែងការសម្ដែងនិងកាយវិការក្បាច់គឺសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតធម្មជាតិនិងជំនឿសាសនាតុល្យភាពក្នុងការប្រើប្រាស់កម្លាំងភាសាកាយវិការក្បាច់ដែលមានវេយ្យាករណ៍ត្រឹមត្រូវសេចក្តីស្ងប់ដែលកើតចេញពីភាពបរិសុទ្ធនិងសមាធិនៃចិត្តនិងភាពទន់ភ្លន់ថ្លៃថ្នូរក្នុងការសម្ដែងចេញដែលទាំងនោះគឺជាគុណតម្លៃអច្ឆរិយៈរបស់សិល្បៈខ្មែរមួយទម្រង់នេះប្រសិនជាយើងសង្កេតមើលទៅលើមូលដ្ឋានក្បាច់ដៃតែមួយផ្នែកក៏យើងអាចឃើញយ៉ាងជាក់ច្បាស់ថាសិល្បៈរបាំមួយនេះមានមូលដ្ឋានចេញពីទស្សនៈជីវិតលោកធាតុគឺការកើតចាស់ឈឺស្លាប់ក្បាច់មូលដ្ឋានដៃរបស់របាំក្បាច់បុរាណខ្មែរមានចំនួន7សំខាន់ក្បាច់ចង្អុលនៅក្នុងរបាំក្បាច់បុរាណក្បាច់នេះគេប្រើសម្រាប់ចង្អុលបង្ហាញពីពេលវេលាទីកន្លែងមនុស្សសត្វឬវត្ថុអ្វីមួយក្បាច់នេះក៏ជានិមិត្តរូបនៃការកកើតការចាប់ផ្ដើមការដុះឡើងរីកលូតលាស់របស់ជីវិតមនុស្សសត្វធម្មជាតិក៏ដូចជាហេតុការណ៍ឬកិច្ចការផ្សេងក្បាច់ជីបបើមើលតាមន័យនៅក្នុងវចនានុក្រមសម្ដេចជួនណាតជីបមានន័យថារឹតរួមបត់ពង្រួញជាផ្នត់បើមើលទៅតាមលក្ខណៈរុក្ខជាតិក្បាច់នេះប្រៀបបានទៅនឹងត្រួយនៃស្លឹកឈើចំណុចខ្លះនៃម្រាមដៃចង្អុលទៅប៉ះនឹងផ្នែកខ្លះនៃម្រាមដៃមេបង្កឲ្យមានលក្ខណៈស្រដៀងគ្នាទៅនឹងត្រួយស្លឹកឈើដែលពុំទាន់រីកលូតលាស់អស់ពេញទំហឹងវាជាដំណាក់កាលបន្តនៃការវិវត្តនៃជីវិតមនុស្សសត្វធម្មជាតិស្ថានភាពនិងសរីរាង្គកាយក្បាច់ជីបនេះត្រូវបានគេយកមកដាក់នៅក្នុងរបាំក្បាច់បុរាណជាច្រើនរបៀបនិងមានលក្ខណៈជាច្រើនសន្តានក្បាច់លាឬស្លឹកក្បាច់លាឬស្លឹកបើមើលទៅតាមន័យត្រង់ក្បាច់នេះបញ្ជាក់ទៅលើការលាម្រាមដៃទាំង5ម្រាមចេញពីបាតដៃបើយើងប្រៀបប្រដូចក្បាច់ដៃលានេះទៅនឹងរុក្ខជាតិក្បាច់នេះគឺប្រៀបបានទៅនឹងស្លឹកឈើផងដែរប៉ុន្តែប្រសិនជាយើងសម្លឹងទៅកាន់ក្បាច់នេះពីទស្សនៈជីវិតយើងក៏អាចដឹងបានថាវាជាការវិវត្តនៃរូបរាងកាយបញ្ញានិងស្មារតីក្បាច់លាឬស្លឹកនៅក្នុងទម្រង់របាំក្បាច់បុរាណគេអាចបង្កើតចេញជាភាសាកាយវិការក្បាច់ជាច្រើនទៅតាមសាច់រឿងនិងប្រធានបទផ្សេងៗ
ក្បាច់មែកឬក្បាច់ម្រាមពីរក្បាច់មែកឬក្បាច់ម្រាមពីរគឺជាក្បាច់ដែលតំណាងឲ្យតួលេខស្នែងសត្វនិងជើងសត្វក្បាច់នេះត្រូវបានបង្កើតចេញពីការត្រាប់តាមរបស់សិល្បករទៅនឹងមែកឈើខ្នែងឈើដែលលាស់ចេញពីដើមបើយើងប្រដូចក្បាច់មែកនេះទៅនឹងជីវិតពិតក្បាច់នេះវាបង្ហាញឲ្យឃើញពីការបែកសាយភាយនៃគំនិតការរីកលូតលាស់ដ៏រឹងមាំនៃស្ថានភាពព្រឹត្តិការណ៍ឬគម្រោងអ្វីមួយក្បាច់ផ្កាឬកញ្ចុំក្បាច់នេះគឺជាក្បាច់ដែលសរបញ្ជាក់ឲ្យឃើញនូវភាពស្រស់ស្អាតការជួបជុំស្និទ្ធស្នាលនិងការរីកចម្រើនដ៏ស្រស់ត្រកាលត្រជាក់ត្រជុំក្បាច់ផ្កាឬកញ្ចុំនេះក៏ជាតំណាងឲ្យការលូតលាស់ការសាយភាយនៅគុណពីដាលកិត្តិស័ព្ទចំណេះដឹងក៏ដូចជាដំណាក់កាលនៃការផ្សព្វផ្សាយនៅព័ត៌មានផ្សេងក្បាច់ក្តាប់ឬក្តឹបក្បាច់ក្តាប់ឬក្តឹបនៅក្នុងទម្រង់របាំក្បាច់បុរាណគេប្រើសម្រាប់ចាប់កាន់ឧបករណ៍សម្ដែងដែលរួមមានដូចជាដាវទងផ្កាដំបងច្រវាលាក់និងលាក់ក្បាច់ក្តាប់ឬក្តឹបនេះតំណាងឲ្យការទទួលបានត្រឡប់មកវិញនៅទិន្នផលឬលទ្ធផលជាវិជ្ជមានការខិតចូលគ្នាយ៉ាងជិតស្និទ្ធរបស់ម្រាមដៃទាំង5ទៅជាមួយនឹងបាតដៃស្ដែងចេញនៅការប្រមូលរួបរวมយ៉ាងណែននៅអ្វីដែលបានផ្សាយចេញកន្លងទៅក្បាច់ខួងឬផ្លែក្បាច់ខួងឬផ្លែជាក្បាច់ដែលប្រើសម្រាប់កាន់ឧបករណ៍សម្ដែងផ្សេងដូចជាកែវមณีកន្សែងឬក្រមានិងកម្រងផ្កាជាដើមក្បាច់ខួងឬផ្លែគេប្រើម្រាមដៃកណ្ដាលយកទៅភ្ជាប់នឹងម្រាមដៃមេដែលមើលទៅដូចជាផ្លែផល្លាផ្សេងចំណែកម្រាមដៃ3ទៀតគឺប្រឹងកាច់មកក្រោយប្រៀបដូចជាស្លឹកឈើដែលនៅជិតនឹងផ្លែផល្លានោះបើយើងមើលក្បាច់ខួងនិងផ្លែនេះពីទស្សនៈជីវិតយើងអាចសន្និដ្ឋានបានថាវាជាការរីកលូតលាស់ដល់កម្រិតហើយវាក៏ជាពេលវេលាដែលជីវិតចាប់ផ្ដើមបង្កើតនៅសមិទ្ធផលអ្វីមួយដ៏ល្អប្រសើរវាក៏ជាដំណាក់កាលចុងក្រោយនៃការវិវត្តន៍មួយដែលមុននឹងឈានទៅកាន់ការចាប់ផ្ដើមជាថ្មី